មន្ត្រីអាក្រក់ណាដែលមិនធ្វើឲ្យផ្លត់ខុសក្នុងផ្លូវនយោបាយជំងឺណាដែលមិនបង្កការឈឺចាប់ដល់អ្នកជំងឺដែលបរិភោគអាហារមិនល្អទ្រព្យសម្បត្តិណាដែលមិនធ្វើឲ្យមនុស្សឡើងចាងជនទាំងឡាយណាដែលមិនចេះស្លាប់ជនទាំងឡាយណាដែលស្ត្រីធ្វើឲ្យឆ្លក់វង្វេងហើយមិនរស័ព្ទរសល់ខ្វល់ខ្វាយនោះ118សេចក្តីសោកសៅទម្លាយបង់នៅសេចក្តីរីករាយរដូវភ្លៀងទម្លាយបង់នៅសោភ័ណ្ឌក្នុងរដូវក្តៅព្រះអាទិត្យទម្លាយបង់នៅភាពងងឹតការមិនតបគុណទម្លាយបង់នៅសេចក្តីល្អការបានអ្វីមួយជាទីស្រឡាញ់ទម្លាយបង់នៅការខូចចិត្តនយោបាយល្អទម្លាយបង់នៅវិបត្តិនយោបាយមិនល្អទម្លាយបង់នៅសេរីសួស្តីដែលខ្លួនបានហើយព្រោះហេតុនេះហើយបានជាទូលបង្គំត្រេះរិះថាឱស្ដេចអង្គនេះមិនមានប្រាជ្ញាទេតើបើមិនបានដូច្នោះទេធ្វើម្ដេចនឹងមិនបង្គាប់នៅនីតិសាស្ត្រគឺសម្ដីរបស់ទូលបង្គំដោយពន្លឺព្រះច័ន្ទកំពុងភ្លឺឲ្យអាប់អោនដោយពាក្យអាក្រក់របស់ស្ដេចដូចជាគប់ភ្លើងព្រោះថា119ជនណាមិនមានប្រាជ្ញាខ្លួនឯងតើចំណេះដឹងនឹងអាចធ្វើអ្វីដល់ជននោះកើតជនពិការភ្នែកទាំងសងខាងតើកញ្ចក់នឹងអាចធ្វើប្រយោជន៍អ្វីដល់ជននោះបានទូលបង្គំគិតឃើញដូច្នេះហើយបានជាអង្គុយនៅស្ងៀមកាលនោះស្ដេចក្ងោកបានសម្ដែងការគោរពហើយពោលថាឱថ្មាតអើយយើងខុសពិតមែនហើយតែឥឡូវនេះចូលអ្នកប្រាប់ឧបាយមកចុះតើធ្វើដូចម្ដេចយើងអាចនឹងលើកទ័ពដែលសេះសល់ទាំងប៉ុន្មានឲ្យត្រឡប់ទៅកាន់ភ្នំរបស់យើងវិញបានសត្វថ្មាតរំពឹងគិតថាដំណើរនេះត្រូវតែរកផ្លូវកែប្រែព្រោះថា120បុគ្គលក៏បីរងាប់សេចក្តីក្រោធចំពោះទេវតាគ្រូព្រះរាជាព្រាហ្មណ៍ចាស់ប្រធាចារ្យនិងមនុស្សឈឺទាំងឡាយលុះគិតឃើញឧបាយកលដូច្នោះហើយរួចក៏ញញឹមទៅពោលថាបបិទ្ធព្រះអង្គសូមលោកកំភៃទ្វៃសូមលោកធ្វើចិត្តឲ្យត្រជាក់ហើយដកដង្ហើមឲ្យស្រួលទៅចុះព្រះអង្គសូមទ្រង់ស្ដាប់ពាក្យនេះដូចតទៅ121ប្រាជ្ញារបស់មន្ត្រីគេឃើញច្បាស់ក្នុងពេលធ្វើការងារប្រាជ្ញារបស់គ្រូពេទ្យគេឃើញច្បាស់ក្នុងពេលព្យាបាលជំងឺព្រោះថាកាលបើកិច្ចការប្រព្រឹត្តទៅដោយល្អហើយនរណាមួយមិនអួតខ្លួនថាជាបណ្ឌិត122សេចក្តីពិតជនដែលអាប់អិតប្រាជ្ញាសូម្បីធ្វើការងារតូចតាចតែងសម្ដែងអាការលេះលោះឯអ្នកមានប្រាជ្ញាសូម្បីធ្វើការងារធំនៅនឹងថ្កល់ដូចថ្មមិនសម្ដែងអាការលេះលោះឡើយទូលបង្គំនឹងលើកកងទ័ពរបស់ព្រះអង្គយាត្រាចេញទៅដើម្បីទម្លាយបន្ទាយសត្រូវក្នុងទីនោះក្នុងពេលឥឡូវនេះមិនយូរប៉ុន្មាននឹងនាំព្រះអង្គត្រឡប់ទៅកាន់ភ្នំរបស់យើងវិញឲ្យទាល់តែបានដោយកិត្តិយសនិងទេជានុភាពដ៏ខ្ពង់ខ្ពស់ក្រៃលែងស្ដេចក្ងោកសួរទៀតថាពេលនេះតើយើងនឹងអាចទៅតស៊ូម្ដេចទៀតកើតបើកងទ័ពយើងតិចដូច្នេះសត្វថ្មាតឆ្លើយដល់អង្គអាចថាបបិទ្ធព្រះអង្គគេអាចនឹងសម្រេចបានគ្រប់ប្រការព្រោះថាអ្នកជោគជ័យតែងយកការឆាប់ប្រយុទ្ធគឺមិនឲ្យយឺតយូរកន្លងពេលវេលានេះជាលក្ខណៈក្នុងការយកជ័យឲ្យសម្រេចបានឥតសង្ស័យឡើយព្រោះហេតុនេះត្រូវវាយលុកបន្ទាយសត្រូវយ៉ាងឆាប់រហ័សចាប់ពីពេលនេះតទៅកាលនោះឯងសត្វក្រសាចារៈបរោះដែលស្ដេចហង្សបញ្ជូនទៅឲ្យស៊ើបការត្រឡប់មករាយការណ៍ប្រាប់ថាបបិទ្ធព្រះអង្គពេលនេះស្ដេចក្ងោកបង្គាប់ឲ្យលើកកងទ័ព
បន្តិចបន្តួចរបស់ខ្លួនដែលនៅសេសសល់ឲ្យចូលមកវាយបន្ទាយយើងតាមពាក្យណែនាំរបស់សត្វថ្មាហើយស្ដេចហង្សបែរទៅរកសត្វប្រវឹកសួរថាណែប្រវឹកឥឡូវនេះតែយើងគិតធ្វើដូចម្ដេចសត្វប្រវឹកឆ្លើយតបថាបបិទ្ធព្រះអង្គសូមទ្រង់ពិចារណាមើលកងទ័ពណាមានប្រយោជន៍កងទ័ពណាឥតប្រយោជន៍ឲ្យស្គាល់ច្បាស់លាស់លុះបានស្គាល់កងទ័ពច្បាស់លាស់ហើយសូមប្រទានរង្វាន់មាសប្រាក់សម្ពុតខោអាវជាដើមសំគួរតាមគុណសម្បត្តិដើម្បីរក្សាទឹកចិត្តកងទ័ពព្រោះថា123ព្រះរាជាអង្គណាសន្សំទ្រព្យសម្បត្តិសំបីមួយកាក់ដែលមិនគួរខ្ជះខ្ជាយក្នុងការមិនគួរចំណាយទុកស្មើដូចជាទ្រព្យដែលមានតម្លៃ1000កាក់តែបណ្ដាលកាលគួរចំណាយហើយត្រូវតែបរិច្ចាគទ្រព្យទាំងកោតតែមិនលះបង់រាជនោះឡើយ124ក្នុងការធ្វើពលិកម្មមួយក្នុងកាលរៀបមង្គលការមួយក្នុងកាលអន្តរាយមួយក្នុងការកម្ចាត់បងនៅសត្រូវមួយក្នុងការដំកើងយុះមួយក្នុងការសង្គ្រោះមិត្តមួយភរិយាជាទីស្រឡាញ់មួយផៅពងដែលក្រីក្រមួយវត្ថុ8ប្រការនេះលោកមិនហៅថាខ្ជះខ្ជាយទ្រព្យទេ125សេចក្តីពិតមនុស្សល្ងងឈ្មោះថាធ្វើទ្រព្យទាំងអស់ឲ្យវិនាសព្រោះខ្លាចការខាតបង់ទ្រព្យបន្តិចបន្តួចអ្នកមានប្រាជ្ញាមិនបោះបង់ទ្រព្យសម្បត្តិចោលព្រោះតែខ្លាចបងពុនច្រើននោះទេស្ដេចហង្សសួរឡើងថាការវាយបែបណាទៅទើបសមគួរព្រោះលោកពោលថាបុគ្គលគួររក្សាទ្រព្យទុកដើម្បីការពារក្តីអន្តរាយសត្វប្រវឹកឆ្លើយថាបុគ្គលដែលមានសេរីសួស្តីតើនឹងកើតមានអន្តរាយមកពីណាស្ដេចហង្សពោលតបថាទ្រព្យសម្បត្តិជួនកាលក៏វិនាសបាត់បង់ខ្លះដែរសត្វប្រវឹកឆ្លើយកាត់ថាឯទ្រព្យសម្បត្តិដែលសន្សំទុកហើយក៏វិនាសសាបសូន្យអស់វិញដែរបើដូច្នោះសូមព្រះអង្គតាំងចិត្តលះបង់សេចក្តីកំណាញ់ទ្រព្យចោលឲ្យស្រឡះទៅហើយចាយវាយទ្រព្យសម្បត្តិឲ្យជារង្វាន់និងឲ្យយសស័ក្តិដល់កងទ័ពដែលក្លាហានដើម្បីឲ្យអ្នកបម្រើព្រះអង្គបានទទួលនៅសេចក្តីពេញចិត្តព្រោះថា126ទាហាននិងម្ចាស់ស្គាល់ចិត្តគ្នាទៅវិញទៅមកមានសេចក្តីរីករាយមានចិត្តដាច់លះបង់ជីវិតជាការពលីជាអ្នកមានត្រកូលជាអ្នកដែលត្រូវបានមេតបសរសើរហើយអាចកម្ចាត់បងតបសត្រូវដោយប្រពៃ127ទាហានអ្នកច្បាំងមានវិន័យល្អព្រមព្រៀងគ្នាមានទឹកចិត្តដាច់ខាតសុទ្ធតែជាកងទ័ពក្លាហានសូម្បីតែអ្នកមានគ្នាតិចក៏ដោយក៏អាចសម្លាប់កងទ័ពសត្រូវដែលមានគ្នាច្រើនបានដែរ128ម្ចាស់ណាគិតតែខ្លួនឯងឥតពិចារណាកាចខូខើមិនដឹងគុណរបស់គេម្ចាស់នោះត្រូវអ្នកបម្រើដែលប្រសើរលះបង់ចោល129គុណសម្បត្តិដ៏ប្រសើរនៃព្រះរាជាមាន4ប្រការគឺពាក្យសច្ចៈ1សេចក្តីអង់អាច1សេចក្តីអាណិត1និងការបរិច្ចាគទាន1បើព្រះរាជាខ្វះខាតគុណសម្បត្តិនេះហើយត្រូវបានគេរិះគន់ជាក់ជាពំខានក្នុងហេតុប្រកបដូច្នេះព្រះអង្គគួរហៅអាមាត្យទាំងឡាយឲ្យចូលមកប្រឹក្សាព្រោះថា130ជនទាំងឡាយណាដែលមានការរាប់អាននរណាម្នាក់គួរប្រគល់នៅភាពស្មោះត្រង់និងការទុកចិត្តដល់ជននោះផង131ព្រះរាជាអង្គណាយកអ្នកឆោបបោកឬស្ត្រីពុំនោះយកកូនក្មេងធ្វើជាមន្ត្រីប្រឹក្សាព្រះរាជាអង្គនោះនឹងត្រូវប៉ើងដោយខ្យល់គឺនយោបាយមិនល្អហើយនឹងលិចលង់ក្នុងសមុទ្រមួយទៀតសូមព្រះអង្គស្ដាប់ពាក្យនេះតទៅ132
ព្រះរាជាអង្គណាមានសេចក្តីរីករាយនិងសេចក្តីក្រោធស្មើគ្នាមានសេចក្តីត្រេកអរក្នុងក្បួនច្បាប់មានការទំនប់បំរុងអាមាត្យអស់កាលជានិច្ចទ្រព្យសម្បត្តិនឹងកើតមានចំពោះព្រះរាជាអង្គនោះហើយ133ក្នុងកាលណាក៏ដោយព្រះរាជាមិនគួរក៏បីមើលងាយអាមាត្យដោយពាក្យថាដោយយល់ថាវាគ្រាន់តែជាអាមាត្យដូច្នោះឲ្យសោះ134ព្រះរាជាងងឹតងងល់ដោយការឆ្លក់វង្វេងនឹងរាជសម្បត្តិតែងធ្លាក់ផុងព្រះអង្គទៅក្នុងការងារដែលច្របូកច្របល់ដូចជាសត្វដំរីផុងជាប់ភក់មានតែមន្ត្រីជាមិត្តពិតប្រកបទេដែលលូកដៃចូលទៅជួយទាញស្រង់ព្រះអង្គបានខណៈនោះសត្វក្អែកចូលទៅដល់ហើយក៏ក្រាបបង្គំទូលថាបបិទ្ធព្រះអង្គសូមទ្រង់មេត្តាប្រោសឥឡូវនេះស្ដេចកងោជាសត្រូវបានលើកកងទ័ពចូលមកឡោមព័ទ្ធបន្ទាយយើងហើយបើទ្រង់មានបញ្ជាបង្គាប់នោះទូលបង្គំនឹងចេញទៅឥឡូវនេះដើម្បីតស៊ូសម្ដែងឫទ្ធិថ្វីដៃដ៏ក្លាហានឲ្យឃើញប្រកបជាកិច្ចតបស្នងសងគុណដល់ព្រះអង្គសត្វប្រវឹកស្រែកកាត់ឡើងថាទេចេញទៅមិនបានទេបើយើងចេញទៅតស៊ូតើបន្ទាយដែលជាទីកន្លែងការពារយើងនេះមានប្រយោជន៍អ្វីព្រោះថា135ក្រពើដ៏កាចសាហាវបើចេញផុតពីទឹកហើយក៏អន់អំណាចសីហៈសំបីសាហាវយំខ្នងបើចេញផុតពីព្រៃហើយដូចគ្នានឹងសត្វចចព្រះអង្គសូមទ្រង់ចេញទៅពិនិត្យមើលឲ្យឃើញច្បាស់ហើយតស៊ូដោយខ្លួនឯងព្រោះថា136ការលើកកងទ័ពចូលប្រយុទ្ធព្រះរាជាក៏បីពិនិត្យត្រួតត្រាមើលហើយពោលពាក្យលើកទឹកចិត្តកងទ័ពឲ្យក្លាហានឲ្យចូលតស៊ូផ្ចាញ់សត្រូវសំបីសត្វឆ្កែកាលបើម្ចាស់ឈរពន្យុះនៅចិត្តហើយនឹងសម្ដែងខ្លួនដូចជារាជសីពិតប្រកបមិនមែនឬអ្វីគ្រានោះស្ដេចហង្សលើកទ័ពចេញទៅតាំងនៅឯមាត់ទ្វារបន្ទាយធ្វើសង្គ្រាមដោយសេចក្តីក្លាហានលុះព្រឹកឡើងស្ដេចក៏ងោកសួរទៅសត្វថ្មថាណែលោកមន្ត្រីជាទីស្រឡាញ់ចូលលោកចាត់ការតាមគំនិតដែលបានបដិញ្ញាទុកពីកាលមុនចុះសត្វថ្មឆ្លើយតបថាព្រះអង្គសូមទ្រង់ស្ដាប់ពាក្យនេះ137អ្នកប្រាជ្ញពោលថាបន្ទាយដែលមានសេចក្តីអន្តរាយគឺបន្ទាយតូចពេកមិនរឹងមាំមិនអាចទប់ទល់បានយូរមិនមានមេបញ្ជាការល្ងងឬគំរក់ការពារមិនល្អមានតែកងទ័ពកំសាតែក្នុងទីនេះមិនមានទោសដូច្នោះទេ138ញុះញង់បំបែកឲ្យមានការក្បត់មួយឡោមព័ទ្ធទុកឲ្យបានយូរមួយចូលលុកលុយចោមរោមវាយមួយក្លាហានក្រៃលែងមួយទាំង4ប្រការនេះលោកពោលថាជាមធ្យោបាយសម្រាប់វាយបំបែកបន្ទាយក្នុងពេលនោះត្រូវបញ្ចេញសេចក្តីប្រឹងប្រែងឲ្យអស់ពីទំហឹងតាមកម្លាំងដែលអាចធ្វើទៅបានហើយនិយាយដូច្នេះហើយសត្វថ្មាតអោនទៅខ្សឹបដាក់ចិត្តត្រចៀកស្ដេចកងោកប្រាប់ថាយើងនឹងធ្វើយ៉ាងនេះកាលព្រះអាទិត្យមិនទាន់រះឡើងពេលនោះសង្គ្រាមដ៏សាហាវកំពុងតែប្រយុទ្ធគ្នានៅមាត់ទ្វារបន្ទាយទាំង4ឯពលក្អែកទាំងឡាយក៏យកភ្លើងទៅដុតបំផ្លាញជំរំនៅខាងក្នុងបន្ទាយខណៈនោះឮសូរសម្រែកកងរំពងគ្រប់ទិសទីថាបន្ទាយបែកហើយលុះឮសូរសម្រែកជ្រួលច្របល់មើលទៅឃើញឆេះសន្ធោសន្ធើគ្រប់ទីកន្លែងស្ដេចកងោកព្រមទាំងកងទ័ពទាំងឡាយដែលនៅក្នុងបន្ទាយទាំងប៉ុន្មានជ្រួលច្របល់បបួលគ្នាប្រញាប់ប្រញាល់រត់ធ្លាក់ទឹកទាំងអស់ព្រោះថា139កាន់យកពាក្យបញ្ជាមើងម៉ាត់មួយសម្ដែងទឹកចិត្តក្លាហានមុះមុតមួយប្រយុទ្ធដោយមើងម៉ាត់មួយកងទ័ពថយដោយរៀបរយល្អមួយ
បើកាលនេះមកដល់ហើយបុគ្គលក៏បីធ្វើភ្លាមតាមការដែលអាចធ្វើទៅបានកុំបង្អែបង្អង់ឡើយកាលនោះស្ដេចហង្សតែងមានសេចក្តីដំណើរយឺតតាមសភាពរបស់ខ្លួនព្រោះធ្លាប់មាននិស្ស័យសោយសុខរត់ចេញទៅឥតមានអ្នកណាហែហមមានតែសត្វក្រសាជាសេនាបតីជាគ្នាប៉ុណ្ណោះភ្លាមនោះសត្វមន់ជាសេនាបតីនៃស្ដេចក្ងោកចូលមកឡោមព័ទ្ធបិទផ្លូវចិត្តស្ដេចហង្សពោលទៅសត្វក្រសាភ្លាមថាលោកសេនាបតីលោកកុំនៅឲ្យគេសម្លាប់ព្រោះតែលោកមានភក្តីចំពោះយើងធ្វើអ្វីពេលនេះលោកនៅមានពេលអាចរត់គេចបានទេតារត់ទៅមុជចុះទៅក្នុងទឹកហើយរក្សាខ្លួនឲ្យបានសុខការលោករួចខ្លួនហើយចូលលើកយកកូនយើងឲ្យឡើងសោយរាជជំនួសយើងនិងស្នើមតិសត្វប្រវឹកឲ្យយល់ព្រមផងសត្វក្រសាសេនាបតីឆ្លើយតបដោយរអាក់រអួលថាព្រះអង្គសូមទ្រង់ក៏មានបន្ទូលយ៉ាងនេះពាក្យព្រះអង្គនេះធ្វើឲ្យទូលបង្គំតឹងទ្រូងណាស់ដរាបណាព្រះច័ន្ទនិងព្រះអាទិត្យនៅមានពន្លឺដរាបនោះសូមឲ្យទ្រង់មានជ័យជំនះព្រះអង្គទូលបង្គំជាសេនាបតីត្រុសត្រាយការពារបន្ទាយបើសត្រូវចូលមកបានលុះត្រាតែទ្វារបន្ទាយនេះប្រឡាក់ក្រហមច្រាលដោយឈាមនិងសាច់ទូលបង្គំព្រោះថា140អាមាត្យដែលមិនងាយរកបានម្ចាស់ដែលមានចិត្តសទ្ធាប្រកបដោយការអត់ធន់នឹងឲ្យកម្លាំងចំពោះអាមាត្យនោះទេស្ដេចហង្សឆ្លើយតបថាពិតមែនហើយតែថាតាមដែលយើងបានដឹងអាមាត្យដែលទៀងត្រង់វៀងវៃមានភក្តីក៏ជាបុគ្គលរកបានដោយកម្រដែរសត្វក្រសាសេនាបតីពោលតទៅទៀតថាព្រះអង្គសូមទ្រង់ស្ដាប់141បើបុគ្គលកិច្ចរត់ចេញពីសង្គ្រាមក្នុងសមរភូមិហើយមិនមានភ័យពីក្តីស្លាប់ទេដូច្នេះក៏គួររត់ចេញទៅទីដទៃដែរតែសេចក្តីស្លាប់ជាធម៌ទៀងសម្រាប់សពគ្រប់រូបគ្រប់នាមហើយហេតុអ្វីក៏ត្រូវឲ្យកិត្តិយសរបស់ខ្លួនប្រឡាក់សៅមងដោយទទេឥតប្រយោជន៍142ពិភពលោកនេះមានតែការបែកធ្លាយដូចជាការឃ្លីងឃ្លោងនៃរលកទឹកដែលខ្យល់បោកបក់រំលាយហើយការលះបង់ជីវិតដើម្បីប្រយោជន៍ជនដទៃឈ្មោះថាប្រកបកិច្ចការជាបុណ្យ144ម្ចាស់ផែនដីមួយអាមាត្យមួយអាណាចក្រមួយបន្ទាយមួយឃ្លាំងមួយកងទ័ពមួយសម្ព័ន្ធមិត្តមួយពលរដ្ឋមួយសង្គមមនុស្សមួយទាំងអស់នេះជាអង្គនៃរាជគឺប្រទេសជាតិបបិទ្ធព្រះអង្គបើដូច្នេះសូមទ្រង់រក្សាព្រះកាយឲ្យឋិតថេរតទៅដោយប្រការទាំងពួងព្រោះថា